បាទសួស្តីប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់ Channel ទូកងថ្នមស្នេហ៍បាទអញ្ចឹងថ្ងៃនេះខ្ញុំសូម review ទូកមួយគ្រឿងដែលមានប្រនាមថាតាព្រំមានជ័យបារមីវត្តកោះរកាបាទស្ថិតនៅក្នុងវត្តប៉ោងស្រុកកំពង់ស្វាយខេត្តកំពង់ធំទូកនេះជាទូកខ្នាតអន្តរជាតិមានចំណុះចំនួន22នាក់បាទនេះគឺជារូបរាងនៃទូកទាំងមូលបាទអញ្ចឹងមកយើងក៏រលេចមើលមករំពេហើយនឹងប្រណិតគឺមានរូបរាងស្អាតផ្នែកហើយនឹងគំនូរមានទេវតាបាចផ្កាហើយវ័នកមានផ្កាភ្ញីស្រស់ស្អាតម្យ៉ាងបាទហើយនៅវ័នខាងក្រោយនេះគឺមានកតុយហង្សបាទជាមួយនឹងប្រនាមទូកតាព្រំសែនជ័យបារមីវត្តកោះរកាបាទទូកខ្នាតអន្តរជាតិហើយខ្ញុំមិនដឹងថាជាងណាជាអ្នកកសាងទេបាទទូកមួយគ្រឿងនេះបាទនេះគឺ5ធាតុបាទមានចតុលច្រែងទាំងចតុលច្រែងគឺមានចតុល3ហើយស្ថិតនៅចំកណ្ដាលនៃទូកបាទសូមអរគុណហើយយើងនឹងរីជួបបន្តទៅកាន់ផ្នែកកន្សៃមកដល់នេះគឺមានឆ្នូត3បាទ3ឆ្នូតហើយជាមួយនឹងផ្កាភ្ញីក៏ស្រស់ស្អាតដែរបាទនៅខាងកន្សៃហើយនេះគឺជាភូមិឈ្មោះភូមិតាអាំភូមិកំពង់ស្វាយស្រុកកំពង់ស្វាយខេត្តកំពង់ធំបាទទូកនេះស្ថិតនៅភូមិតាអាំវត្តប៉ោងបាទកន្សៃគេរៀងមកឆ្លេនស្អាតណាស់បាទទូកសម្រាប់ទូកខ្នាតអន្តរជាតិមួយគ្រឿងនេះរបស់ពុកម៉ែបងប្អូននៅភូមិតាអាំឃុំកំពង់ស្វាយស្រុកកំពង់ស្វាយខេត្តកំពង់ធំហើយជាមួយនឹងការភ្ញីរៀបយន្តនេះគឺស្រស់ស្អាតមែនទែនបាទយើងមើលពី5ធានធំទៅខាងមុខវិញបាទគឺរៀងគឺអែមទូកមួយគ្រឿងនេះរបស់ពុកម៉ែបងប្អូននៅភូមិតាអាំយើងបានអញ្ចឹងពុកម៉ែបងប្អូននៅភូមិតាអាំយើងបានឃើញវីដេអូនេះជួយ share មួយផងបាទអរគុណច្រើនបាទនេះរូបទេវតាបាច់ផ្កាបាទជានិមិត្តរូបនៅខាងរំពេនេះទូកធ្វើឲ្យទូកកាន់តែមានសោភ័ណភាពស្រស់ស្អាតទ្វេដងថែមទៀតឥឡូវយើងមើលពីចំហៀងនៅខាងក្រោមនេះទូកម្ដងបាទនេះគឺមានភាពស្រស់ស្អាតជាមួយនឹងធម្មជាតិបាទហើយបើយើងមើលពីចំហៀងនេះវិញក៏rấtស្អាតដែរបាទមើលខាងក្រោមបាទលើពីក្រោមចិត្តពីឆ្ងាយប៉ុន្មានពីកន្លែងណាក៏សំសួននៅទូកមួយគ្រឿងនេះបាទសូមអរគុណច្រើនសូមគោរពជម្រាបលាហើយសូមជូនពរពុកម៉ែបងប្អូនទាំងអស់ជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា